ថ្ងៃនេះយើងនឹងលើកយកករណីដ៏ក្តៅគគុកមួយដែលបានកើតឡើងនៅខេត្តព្រះសីហនុដែលជាពូជសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាគ្រាដែលជារឿងផ្ទៃក្នុងនៃកន្លែងធ្វើការមួយកន្លែងបង្កឲ្យមានប្រតិបត្តិការទ្រង់ទ្រាយធំរហូតដល់សមត្ថកិច្ចឃាត់ខ្លួនជនបរទេសខុសច្បាប់ដល់ទៅជិត300នាក់តើអ្វីជាដើមចងពិតប្រាកដនៃសាច់រឿងនេះហើយការបង្ក្រាបនេះបានបង្ហាញអំពីបញ្ហាប្រឈមធំអ្វីខ្លះនៅក្នុងខេត្តដែលមានការវិនិយោគបរទេសដ៏ច្រើនលើសលប់នេះអ្វីគ្រប់យ៉ាងចាប់ផ្ដើមកាលពីយប់ថ្ងៃទី4ឈានចូលថ្ងៃទី5ខែតុលាឆ្នាំ2025ទីតាំងគឺនៅក្រុងព្រះសីហនុយោងតាមរបាយការណ៍បឋមគឺមានការផ្ទុះតវ៉ារវាងជនជាតិប៉ាគីស្ថាននិងជនជាតិបង់ក្លាដេសប្រឆាំងនឹងជនជាតិចិនដែលជាថ្នាក់ដឹកនាំឬក៏ជាអ្នកគ្រប់គ្រងកន្លែងធ្វើការរបស់ពួកគេមូលហេតុចម្បងដែលបង្កឲ្យមានភ្លើងកំហឹងកើតឡើងគឺដោយសារតែការប្រើពាក្យប្រមាថជាតិសាសន៍ឬក៏ប្រមាថសាសនារបស់ពួកគេការតវ៉ានេះមិនមែនជាការជួបជុំគ្នាដោយសន្តិវិធីនោះទេវាបានคล้ายទៅជាអំពើហិង្សាមួយដែលបានបំផ្លិចបំផ្លាញសម្ភារៈការិយាល័យផងដែរសកម្មភាពនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជុំវិញនិងតម្រូវឲ្យកងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុត្រូវចាត់វិធានការជាបន្ទាន់ដើម្បីអន្តរាគមន៍និងត្រួតពិនិត្យស្ថានភាពពីថ្ងៃបន្ទាប់ក្រោយមកគឺនៅថ្ងៃទី6ខែតុលាឆ្នាំ2025សមត្ថកិច្ចបានបើកប្រតិបត្តិការចុះពិនិត្យទីតាំងដ៏ធំមួយប្រតិបត្តិការនេះធ្វើឡើងក្រោយពីការតវ៉ាផ្ទុះឡើងហើយតំណងជាផ្ដោតលើទីតាំងដែលជនបរទេសទាំងនោះស្នាក់នៅនិងធ្វើការលទ្ធផលនៃប្រតិបត្តិការនេះគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនជនបរទេសសរុបចំនួន290នាក់នៅក្នុងនោះរួមមានជនជាតិប៉ាគីស្ថាន216នាក់ជនជាតិបង់ក្លាដេស68នាក់និងជនជាតិនេប៉ាល់6នាក់តួលេខដ៏ច្រើននេះគឺសុទ្ធតែពាក់ព័ន្ធនឹងករណីស្នាក់នៅនិងធ្វើការដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាវាជាភស្តុតាងមួយដែលបង្ហាញថាក្រោមហេតុផលតវ៉ាដ៏តូចមួយបានទម្លីឲ្យឃើញនៅបញ្ហាប្រឈមដ៏ធំមួយគឺការគ្រប់គ្រងជនបរទេសនិងពលករអន្តោប្រវេសន៍តើហេតុអ្វីបានជាជនបរទេសដ៏ច្រើនម្លឹងធ្វើការខុសច្បាប់នៅក្នុងខេត្តព្រះសីហនុទី1ការវិនិយោគទ្រង់ទ្រាយធំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលគម្រោងអភិវឌ្ឍសំណង់រាប់សិបមិនអស់ការរីកចម្រើនយ៉ាងលឿននេះបានទាក់ទាញកម្លាំងពលករពីបរទេសយ៉ាងគំហុកទី2ការត្រួតពិនិត្យលក្ខណៈបត់បែននៅក្នុងបរិបទនៃការអនុវត្តឆាប់រហ័សពេលខ្លះការត្រួតពិនិត្យលិខិតស្នាមនិងការអនុវត្តច្បាប់អន្តោប្រវេសន៍អាចមានភាពធូររលុងខ្លះជនបរទេសមួយចំនួនបានចូលមកប្រទេសក្នុងនាមជាភ្ញៀវទេសចរឬប្រើថវិកាផ្សេងៗហើយលួចធ្វើការដោយគ្មានបានការងារត្រឹមត្រូវទី3គឺបញ្ហាជួញដូរមនុស្សនិងកេងប្រវ័ញ្ចក្រុមជនជាតិប៉ាគីស្ថានបង់ក្លាដេសនិងនេប៉ាល់ភាគច្រើនធ្វើការនៅក្នុងវិស័យសំណង់ឬកន្លែងអាជីវកម្មផ្សេងៗករណីខ្លះពួកគេត្រូវបានបោកបញ្ឆោតឬជួញដូរឲ្យមកធ្វើការក្រោមលក្ខខណ្ឌដ៏លំបាកការតវ៉ាប្រឆាំងនឹងពាក្យប្រមាថសាសនាអាចជាដំណាក់កាលចុងក្រោយដែលធ្វើឲ្យពួកគេទ្រាំលែងបានបន្ទាប់ពីត្រូវបានរងសម្ពាធនិងកេងប្រវ័ញ្ចអស់រយៈពេលជាយូរការរកឃើញជនបរទេសខុសច្បាប់ជិត300នាក់នៅក្នុងប្រតិបត្តិការតែមួយមិនមែនជារឿងតូចតាចនោះទេផលប៉ះពាល់ទី1គឺការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ករណីនេះបានជំរុញអាជ្ញាធរត្រូវតែពិនិត្យមើលឡើងវិញនៅយន្តការគ្រប់គ្រងនិងការទប់ស្កាត់លំហូរពលករខុសច្បាប់ព្រមទាំងការចេញប័ណ្ណការងារផលប៉ះពាល់ទី2គឺសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈវត្តមាននៃពលករខុសច្បាប់ដ៏ច្រើនអាចបង្កជាបញ្ហាដល់សន្តិសុខសង្គមនិងសណ្ដាប់ធ្នាប់នៅក្នុងតំបន់ការតវ៉ាដ៏ហិង្សានេះបានរំលេចឡើងនៅភាពតានតឹងផ្នែកសាសនាវប្បធម៌នៅកន្លែងធ្វើការដែលคล้ายទៅជាក្របបែកពេលវេលាប្រសិនបើមិនមានការដោះស្រាយប្រកបដោយប្រសិទ្ធភាពនោះផលប៉ះពាល់ទី2គឺទំនាក់ទំនងអន្តរជាតិរដ្ឋាភិបាលកម្ពុជាត្រូវតែធានាថាការចាត់ធានាការចំពោះជនបរទេសទាំង290នាក់គឺត្រូវធ្វើឡើងតាមនីតិវិធីច្បាប់និងស្តង់ដារអន្តរជាតិ
ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសដើមរបស់ពួកគេដូចជាប៉ាគីស្ថាន បង់ក្លាដេស និងប្រទេសនេប៉ាល់ បច្ចុប្បន្នជនបរទេសទាំង290នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយកំពុងធ្វើការស៊ើបអង្កេតបន្ថែមជំហានបន្ទាប់ដែលយើងអាចរំពឹងទុកបានទី1ការស៊ើបអង្កេតលម្អិតអាជ្ញាធរត្រូវស៊ើបអង្កេតថាតើពួកគេចូលមកតាមច្រកណាតើមានមេខ្យល់ឬក្រុមអុកតជនណានៅពីក្រោយដែលនាំពួកគេមកធ្វើការខុសច្បាប់តើក្រុមហ៊ុនឬថៅកែណាខ្លះដែលបានជួបពួកគេទី2ការចាត់វិធានការតាមនីតិវិធីជនបរទេសដែលត្រូវបានរកឃើញថាពិតជាស្នាក់នៅនិងធ្វើការខុសច្បាប់ត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញទី3ការពិន័យទៅលើក្រុមហ៊ុនឬម្ចាស់អាជីវកម្មដែលប្រើប្រាស់ពលករខុសច្បាប់ក៏នឹងត្រូវប្រឈមមុខនឹងការពិន័យនិងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងផងដែរនេះក៏រួមបញ្ចូលទាំងការដោះស្រាយលើករណីប្រមាថសាសនាដែលជាដើមហេតុនៃចំនួនផងដែរករណីនៅព្រះសីហនុនេះបានផ្ដល់នូវមេរៀនដ៏សំខាន់មួយភាពចម្រុះនៃសាសនានិងវប្បធម៌នៅក្នុងតំបន់អភិវឌ្ឍត្រូវការគ្រប់គ្រងប្រកបដោយការគ្រប់គ្នាទៅវិញទៅមកនិងការអនុវត្តច្បាប់តឹងរ៉ឹងប្រតិបត្តិការចាប់ខ្លួនជនបរទេសជិត300នាក់នេះគឺជាការបង្ហាញអំពីភាពម៉ឺងម៉ាត់របស់អាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់អន្តោប្រវេសន៍ឡើងវិញក្នុងគោលដៅធានាទាំងសន្តិសុខសាធារណៈនិងប្រសិទ្ធភាពការងារជូនជនបរទេសទាំងឡាយដែលកំពុងរស់នៅនិងធ្វើការស្របច្បាប់នៅក្នុងប្រទេសកម្ពុជា